ដិមាព្រះពុទ្ធប្រណិគង់សមាធិនេះតាមរឿងនៅក្នុងព្រះពុទ្ធសាសនាក្រោយពីព្រះសម្មាសម្ពុទ្ធបានទទួលការត្រាស់ដឹងព្រះអង្គបានគង់សមាធិអស់ជាច្រើនសប្តាហ៍នៅសប្តាហ៍ទី6មានហេតុការណ៍ភ្លៀងដ៏ធំធ្វើឲ្យរំខានដល់ការសមាធិរបស់ព្រះអង្គនៅពេលនោះមានស្ដេចនាគមួយឈ្មោះមុចលិនមានសេចក្តីអាណិតអាសូរដល់ព្រះសម្មាសម្ពុទ្ធក៏ចេញមកការពារព្រះអង្គដោយយកខ្លួនធ្វើជាអាសនៈនិងក្បាលបាពុពាដើម្បីការពារភ្លៀងរហូតដល់រាំងខ្មែរមានជំនឿថានាគគឺជាស្ដេចគង្គាហើយជាស្ដេចនៃបាតាលបដិមាព្រះពុទ្ធប្រណិគង់សមាធិនេះតាមរឿងនៅក្នុងព្រះពុទ្ធសាសនាក្រោយពីព្រះសម្មាសម្ពុទ្ធបានទទួលការត្រាស់ដឹងព្រះអង្គបានគង់សមាធិអស់ជាច្រើនសប្តាហ៍នៅសប្តាហ៍ទី6មានហេតុការណ៍ភ្លៀងដ៏ធំធ្វើឲ្យរំខានដល់ការសមាធិរបស់ព្រះអង្គនៅពេលនោះមានស្ដេចនាគមួយឈ្មោះមុចលិនមានសេចក្តីអាណិតអាសូរដល់ព្រះសម្មាសម្ពុទ្ធក៏ចេញមកការពារព្រះអង្គដោយយកខ្លួនធ្វើជាអាសនៈនិងក្បាលបាពុពាដើម្បីការពារភ្លៀងរហូតដល់រាំងខ្មែរមានជំនឿថានាគគឺជាស្ដេចគង្គាហើយជាស្ដេចនៃបាតាល